សូមស្វាគមន៍លោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីនៅថ្ងៃនេះនាងខ្ញុំសូមនាំលោកអ្នកមកស្វែងយល់អំពីប្រទេសឥណ្ឌានិងប៉ាគីស្ថានថាតើប្រទេសទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចតាមពិតទៅប្រទេសឥណ្ឌានិងប៉ាគីស្ថានគឺជាប្រទេសតែមួយតែត្រូវបែងចែកជាពីរក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេសការបែងចែកឥណ្ឌាជាពីរបានឈានរហូតចែកជាប្រទេសទី3ទៅទៀតគឺបង់ក្លាដេសដែលបែកចេញឯករាជ្យពីប៉ាគីស្ថានកាលពីឆ្នាំ1971ក្រោយទទួលបានឯករាជ្យពីអង់គ្លេសមានការពុះចែកឥណ្ឌាជារដ្ឋពីរគឺឥណ្ឌានិងប៉ាគីស្ថានការបែងចែកនេះគឺដោយសារតែមានសាសនាពីរគឺសាសនាហិណ្ឌូរបស់ឥណ្ឌានិងអ៊ីស្លាមរបស់ប៉ាគីស្ថានដើមឡើយពេលមិនទាន់បែងចែកជាពីរប្រទេសនេះគឺមានសាសនាអ៊ីស្លាមក្នុងឧបទ្វីបឥណ្ឌារួចទៅហើយការនោះមានការបង្កើតសម្ព័ន្ធអ៊ីស្លាមមួយនៅដាកាក្នុងឆ្នាំ1906ការនោះសម្ព័ន្ធអ៊ីស្លាមមួយនេះមិនបង្កើតឡើងដើម្បីផ្ដាច់ប៉ាគីស្ថានឲ្យទៅជារដ្ឋមួយផ្សេងទៀតទេគឺបង្កើតឡើងដើម្បីការពារសិទ្ធិប្រជាជនឥណ្ឌាដែលកាន់សាសនាអ៊ីស្លាមតែប៉ុណ្ណោះគួររំលឹកដែរថាលោកអាលីជីណាដែលបានចូលក្នុងសម្ព័ន្ធអ៊ីស្លាមនៅឆ្នាំ1913នេះហើយដែលជាអ្នកដឹកនាំទៅដល់ការពុះចែកឥណ្ឌាដាច់ជាពីរនេះអ្នកកាន់សាសនាអ៊ីស្លាមកាលនោះទទួលការគំរាមកំហែងពីអ្នកកាន់សាសនាហិណ្ឌូអ្នកកាន់សាសនាអ៊ីស្លាមនៅឧបទ្វីបឥណ្ឌាកាលនោះនៅមានការនឹកនាដល់ចក្រភពអ៊ីស្លាមមុខលដែលកាន់អំណាចតាំងពីមុនអង់គ្លេសដាក់អាណានិគមនៅឡើយពេលបង្កើតដំបូងសម្ព័ន្ធអ៊ីស្លាមមិនទាន់ទទួលបានការគាំទ្រពីប្រជាជនកាន់សាសនាអ៊ីស្លាមប៉ុន្មានទេក្រោយមកទៀតអង់គ្លេសបានអនុញ្ញាតឲ្យមានអ្នកបោះឆ្នោតអ៊ីស្លាមបានបែងចែកដោយឡែកពីអ្នកបោះឆ្នោតហិណ្ឌូធ្វើឲ្យក្នុងឆាកនយោបាយមានវត្តមានសហគមន៍អ្នកកាន់សាសនាអ៊ីស្លាមនឹងគេដែរក្នុងឆ្នាំ1940សម្ព័ន្ធអ៊ីស្លាមបានសុំឲ្យមានការបង្កើតរដ្ឋមួយដាច់ដោយឡែកលោកអាលីជីណាចង់ឲ្យអ្នកកាន់សាសនាអ៊ីស្លាមរួបរวมគ្នាលោកតស៊ូបានទទួលជោគជ័យដោយបានធ្វើឲ្យសម្ព័ន្ធអ៊ីស្លាមទទួលបានការគាំទ្រពីអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនពេលបកសមាជទទួលជោគជ័យក្នុងការបោះឆ្នោតនៅឆ្នាំ1937សហគមន៍អ្នកកាន់សាសនាអ៊ីស្លាមមានការបារម្ភក៏បាននាំគ្នាចូលរួមក្នុងសម្ព័ន្ធអ៊ីស្លាមតែម្ដងទៅដើម្បីសម្រេចគម្រោងបង្កើតរដ្ឋមួយផ្សេងទៀតនោះយោងតាមអ្នកជំនាញប្រជាជនកាន់សាសនាអ៊ីស្លាមកាលនោះមិនបានយកពាក្យថាសាសនាអ៊ីស្លាមជាធំទេពួកគេគិតគូរតែប្រយោជន៍សង្គមសេដ្ឋកិច្ចនិងប្រពៃណីពួកគេតែប៉ុណ្ណោះឆ្នាំ1946អង់គ្លេសនឿយហត់ដោយសារសង្គ្រាមលោកលើកទី2ក៏សម្រេចលែងបន្តអាណានិគមតទៅទៀតអង់គ្លេសចង់ឲ្យឥណ្ឌាដែលត្រូវទទួលឯករាជ្យនោះក្លាយជាសហភាពសហព័ន្ធមួយដែលក្នុងនោះខេត្តបង់ហ្គាល់និងពិនចាប់ដែលមានប្រជាជនកាន់សាសនាអ៊ីស្លាមអាចស្វែងយ័តបានដំបូងទាំងសម្ព័ន្ធអ៊ីស្លាមនិងបកសមាជយល់ព្រមតាមសំណើអង់គ្លេសតែក្រោយមកទៀតលោកនេរុជាប្រធានបកសមាជប្រែចិត្តទៅវិញដោយសាររឿងនេះហិង្សាក៏ផ្ទុះឡើងសម្រាប់មនុស្សរាប់ពាន់នាក់ភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូអង់គ្លេសក៏បានចាត់ចែងឲ្យឧបទ្វីបឥណ្ឌាឆាប់ទទួលបានឯករាជ្យដោយចាត់ចែងការពុះចែកឥណ្ឌាជារដ្ឋពីរគឺរដ្ឋឥណ្ឌានិងប៉ាគីស្ថាននេះឯងហើយឯករាជ្យនៃប្រទេសថ្មីទាំងពីរនេះបានប្រកាសឡើងនៅយប់ថ្ងៃទី14ខែសីហាចូលព្រឹកថ្ងៃទី15ខែសីហាឆ្នាំ1947ជាការគម្រាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់ប៉ាគីស្ថានដាច់ខាតថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកម៉ូឌីលោកបាននិយាយដូចនេះថាប៉ាគីស្ថានច្បាស់ជានឹងគម្រាមយើងថាពួកគេមានគ្រាប់បែកនុយក្លេអ៊ែរហើយនឹងប្រើវាភ្លាមបើយើងហ៊ានវិបកប៉ុន្តែពួកយើងមានមេគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងដៃដូច្នេះហើយខ្ញុំសូមប្រាប់ទៅកាន់ពួកគេថាធ្វើអ្វីក៏ធ្វើទៅចោះតែយើងច្បាស់ជានឹងតដៃទៅវិញជាជាពុំខានលោកនាយករដ្ឋមន្ត្រីឥណ្ឌាបានសង្កត់ធ្ងន់ទៀតថាប៉ាគីស្ថានបានអាងអាវុធនុយក្លេអ៊ែរមកគម្រាមកំហែងយើងជាយូរណាស់មកហើយប៉ុន្តែឥណ្ឌាឥឡូវមិនដូចពីមុនឡើយហើយក៏មិនចាញ់ការព្រមានទាំងអស់នេះដែរយ៉ាងណាមិញបើតាមការអះអាងរបស់មេតបប៉ាគីស្ថានលោកអាស៊ីហ្វហ្គាហ្វឺទីក្រុងអ៊ីស្លាមាបាតបានច្រានចោលលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនប៉ុន្តែត្រឹមចាត់ទុកអាវុធនេះជាឧបករណ៍ដើម្បីទប់ស្កាត់កុំឲ្យមានសង្គ្រាមមែនទែនផ្ទុះឡើងតែប៉ុណ្ណោះគួរជម្រាបថាភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរនេះដែលសុទ្ធតែមានគ្រាប់បែកនុយក្លេអ៊ែរក្នុងដៃដូចគ្នានោះ
នៅតែមិនទាន់អន់ថយទៅវិញទេចាប់តាំងតែវាបានផ្ទុះឡើងយ៉ាងក្តៅគគុកនៅពេលកងទ័ពឥណ្ឌាជាង40នាក់បានស្លាប់នៅតំបន់កាស្មៀរដោយសារការវាយប្រហារដោយអត្តឃាតរបស់ក្រុមសកម្មប្រយុទ្ធដែលឥណ្ឌាចោទថាមានការគាំទ្រពីប៉ាគីស្ថានព្រមទាំងការប្រយុទ្ធគ្នាតាមផ្លូវអាកាសនៅលើតំបន់ជម្លោះនេះរវាងយន្តហោះចម្បាំងនៃកងទ័ពអាកាសរបស់ប្រទេសទាំងពីរឥណ្ឌានិងប៉ាគីស្ថានក្រៅពីនុយក្លេអ៊ែរឥណ្ឌាមានអាវុធដ៏មានប្រសិទ្ធភាពទៅលើប៉ាគីស្ថានមួយទៀតគឺទឹករដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសឲ្យដឹងថាសកម្មភាពបង្ហូរទឹកពីឥណ្ឌាគឺខុសប្រក្រតីធ្វើឲ្យទឹកទៅកាន់ដងទន្លេ Sutlej របស់ប៉ាគីស្ថានដែលជាផ្នែកមួយនៃការខិតខំរបស់រដ្ឋាភិបាលទីក្រុង New Delhi ក្នុងការបំផ្លាញសន្ធិសញ្ញារវាងប្រទេសទាំងពីរដែលមានមកតាំងពីយូរណាស់មកហើយសារព័ត៌មាន Reuters បានផ្សាយថារដ្ឋាភិបាលប៉ាគីស្ថានបានចោទប្រកាន់ឥណ្ឌាថាកំពុងតែធ្វើសង្គ្រាមជំនន់ទី5ដោយសារតែរដ្ឋាភិបាលទីក្រុង New Delhi មិនបានផ្ដល់ព័ត៌មានទៅឲ្យរដ្ឋាភិបាលទីក្រុង Islamabad ស្ដីពីការបង្ហូរទឹកចេញពីទំនប់នៅក្នុងប្រទេសឥណ្ឌាទើបបង្កឲ្យមានគ្រោះទឹកជំនន់នៅតាមព្រំដែនស្ថិតក្នុងទឹកដីរបស់ប៉ាគីស្ថានរដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសថាសកម្មភាពបង្ហូរទឹកខុសប្រក្រតីចូលទៅកាន់ដងទន្លេ Sutlej របស់ប៉ាគីស្ថានពីឥណ្ឌាគឺជាសកម្មភាពមួយរបស់ទីក្រុង New Delhi ក្នុងការបំផ្លាញសន្ធិសញ្ញារវាងប្រទេសទាំងពីរការបង្ហូរទឹកនោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងរាល់សកម្មភាពរបស់ពលរដ្ឋប៉ាគីស្ថាននៅតាមបណ្ដោយព្រំដែនមន្ត្រីគ្រប់គ្រងក្រុមហ៊ុនត្រាយប៉ាគីស្ថានបានប្រកាសថាឥណ្ឌាកំពុងតែប្រើប្រាស់សង្គ្រាមជំនន់ទី5ទៅលើប្រទេសប៉ាគីស្ថានដោយបង្ហូរទឹកមិនបានប្រកាសប្រាប់ឲ្យរដ្ឋាភិបាលប៉ាគីស្ថានដឹងជាមុនជាមួយគ្នានេះដែរភាគីឥណ្ឌាបានបញ្ជាក់ថាការបង្ហូរទឹកនេះជារឿងធម្មតានៅក្នុងរដូវភ្លៀងសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកសូមកុំភ្លេចចុច Like និង Subscribe